chụp mình chỉ đây bằng hỏi đâyคือជារឿងធំមួយសម្រាប់យើងសម្រាប់វិស័យឯកជនសម្រាប់ជាបុគ្គលតែម្ដងយើងក្បាលដីទាំងអស់នៅស្រុកខ្មែរនឹងវាស់វែងចប់ថ្ងៃនេះយើងបានប្រមាណ2លានក្បាលដីហើយយើងគិតថាប្រហែលជាសល់1លានកន្លះទៀតបាទយើងក្រង5លានប៉ុន្តែយើងគិតថាប្រហែលទៅត្រឹម70% 70-75% នៃគម្រោងការរបស់យើងទេអញ្ចឹងប្រហែលជាយើងប្រហែលនៅតែត្រឹម3លានក្បាលដីទៀតប៉ុណ្ណឹងឯងបាទហើយអញ្ចឹងយើងនឹងទី1សម្អាតកែសម្រួលអ្វីដែលអាចថាជាការខ្វះខាតពីមុនហើយតម្រឹមឲ្យស្តង់ដារតែមួយសម្រាប់បណ្ណដីទាំងអស់នៅស្រុកខ្មែរហើយការវាស់វែងចប់យើងអាចជុំជីដីធ្លីបានទាំងដីរដ្ឋទាំងដីឯកជនទាំងអស់ហ្នឹងតែអ្វីដែលសំខាន់ការរៀបចំក្រុងបាទអានឹងសំបីតែកូដនីវ៉ូនៃលូទឹកអានឹងក៏ខ្ញុំនឹងចេញឲ្យដែរហើយខ្ញុំជឿថាអាយដាមលូទៀវលូស្អីពេលខ្លះពិបាកដែរមិនដឹងដាក់លូកម្រិតប៉ុណ្ណាហើយទីទៀតខ្ញុំនឹងចេញឲ្យដែរឈ្មោះភូមិសាស្ត្របាទអាត់រ៉េសក៏ចឹងដែរអាត់រ៉េសថ្ងៃនេះអូម៉ាថាអាយដាមលូទៀវកំងមហូបជួនកាលគេទិញគេទេ6ដងមករកផ្ទះយើងឃើញតែទឹកមុខទៀតអត់ទេបាទគឺទៅចំផ្ទះមកវាហៅតាក់ស៊ីហៅអីហ្នឹងគឺឲ្យទៅចំផ្ទះតែម្ដងបាទអញ្ចឹងយើងអាចធ្វើកិច្ចការយើងបានច្រើនទៀតបន្ទាប់ពីការវាស់វែងដីធ្លីនេះហើយបាទ